ប្រតិបត្តិការបលបារ៉ូសាគឺជាយុទ្ធនាការវាយលុកដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសង្គ្រាមដែលបានធ្វើឡើងដោយកងទ័ពអាល្លឺម៉ង់នាស៊ីឬវ៉ាហ្មាច់ក្រោមការដឹកនាំរបស់អាដុលហ៊ុយថ្លែដើម្បីឈ្លានពានសហភាពសូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទី2ប្រតិបត្តិការនេះបានចាប់ផ្ដើមនៅថ្ងៃទី22ខែមិថុនាឆ្នាំ1941ហើយបានក្លាយជាសមរភូមិធំបំផុតនៅលើសមរភូមិភាគខាងកើតនៃសង្គ្រាមលោកលើកទី2មូលហេតុសំខាន់នៃការចាប់ផ្ដើមប្រតិបត្តិការនេះគឺការចង់ពង្រីកអំណាចនិងដែនដីរបស់អាល្លឺម៉ង់ទៅភាគខាងកើតហ៊ីថ្លែជឿថាដែនដីរបស់សហភាពសូវៀតមានធនធានធម្មជាតិនិងដីកសិកម្មធំទូលាយដែលអាចធ្វើឲ្យអាល្លឺម៉ង់ក្លាយជាមហាអំណាចបន្ថែមពីនេះគាត់ក៏មានគោលនយោបាយប្រឆាំងនឹងលទ្ធិកុម្មុយនីសហើយចង់បំផ្លាញរដ្ឋកុម្មុយនីសដែលដឹកនាំដោយ Joseph Stalin ផងដែរក្នុងការវាយលុកនេះអាល្លឺម៉ង់បានប្រើកងទ័ពជាង3លាននាក់រួមជាមួយរថក្រោះយន្តហោះនិងអាវុធយោធាច្រើនកងទ័ពត្រូវបានបែងចែកជា3ក្រុមធំដើម្បីវាយលុកតំបន់ផ្សេងគ្នាគឺទៅកាន់ទីក្រុងលេនីនក្រាដនៅភាគខាងជើងទៅកាន់ម៉ូស្គូនៅកណ្ដាលនិងទៅកាន់ទីក្រុងគៀវនិងតំបន់ធនធាននៅភាគខាងត្បូងនៅដើមការវាយលុកកងទ័ពអាល្លឺម៉ង់ទទួលបានជ័យជំនះយ៉ាងលឿនដោយសារយុទ្ធសាស្ត្រ Blitzkrieg ដែលប្រើការវាយប្រហារយ៉ាងលឿនដោយរថក្រោះនិងយន្តហោះទោះជាយ៉ាងណាការវាយលុកនេះមិនអាចបញ្ចប់ដោយជ័យជំនះដោយដែលហ៊ីថ្លែបានរំពឹងទុកឡើយមូលហេតុសំខាន់មួយគឺទំហំដែនដីធំរបស់សហភាពសូវៀតដែលធ្វើឲ្យការផ្គត់ផ្គង់របស់កងទ័ពអាល្លឺម៉ង់ពិបាកបន្ថែមពីនេះកងទ័ពសូវៀតបានធ្វើការប្រយុទ្ធយ៉ាងខ្លាំងនិងដកថយបន្តិចម្ដងខណៈពេលបំផ្លាញធនធាននៅតាមផ្លូវដើម្បីកុំឲ្យអាល្លឺម៉ង់អាចប្រើបាននៅពេលរដូវរងាឆ្នាំ1941មកដល់កងទ័ពអាល្លឺម៉ង់មិនបានត្រៀមខ្លួនល្អសម្រាប់អាកាសធាតុក្រឡុកខ្លាំងទេខណៈដែលកងទ័ពសូវៀតបានធ្វើការវាយទប់វិញនៅជិតទីក្រុងម៉ូស្គូប្រតិបត្តិការបលបារ៉ូសាបានបរាជ័យក្នុងគោលបំណងចម្បងរបស់វាគឺការបំផ្លាញសហភាពសូវៀតយ៉ាងឆាប់រហ័សផ្ទុយទៅវិញវាបានធ្វើឲ្យសង្គ្រាមនៅ Eastern Front ក្លាយជាសមរភូមិយូរអង្វែងនិងសាហាវបំផុតក្នុងសង្គ្រាមលោកលើកទី2ការបរាជ័យនេះបានធ្វើឲ្យអាល្លឺម៉ង់ចាប់ផ្ដើមបាត់បង់អំណាចយោធាបន្តិចម្ដងនិងនៅទីបំផុតនាំទៅកាន់ការបរាជ័យរបស់អាល្លឺម៉ង់ក្នុងសង្គ្រាមសរុបមកប្រតិបត្តិការបលបារ៉ូសាគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី2ដែលបានបង្ហាញពីការប្រយុទ្ធយ៉ាងធំរវាងអាល្លឺម៉ង់នាស៊ីនិងសហភាពសូវៀតហើយបានក្លាយជាចំណុចបត់ដ៏សំខាន់ដែលបំផ្លាញផែនការរបស់ហ៊ីថ្លែក្នុងការគ្រប់គ្រងអឺរ៉ុប